បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការគូសតបោនៅក្នុងកម្មវិធី Revit អញ្ចឹងនៅក្នុងកម្មវិធី Revit គឺយើងមានតបោច្រើនប្រភេទហើយយើងអាចគូសបានច្រើនយ៉ាងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងយកមកប្រភេទដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងកម្មវិធី Revit អញ្ចឹងដើម្បីគូសតបោបានអូខេអញ្ចឹងខ្ញុំចូលមកប្លង់ Terrace ហើយខ្ញុំយកឲ្យmenuរបស់ architecture ហើយខ្ញុំយកឲ្យធំឈ្មោះថា roof ណាហើយខ្ញុំយកពាក្យថា roof by first point ណាហើយខ្ញុំចុចលើវាមួយអញ្ចឹងនៅក្នុងនេះគឺមានច្រើនទម្រង់ក្នុងការគូសចំពោះបងប្អូនដែលមិនទាន់បានយល់ថាគូសបែបណាយើងគួរតែយកឲ្យធំអីយកមកប្រើបងប្អូនអាចចូលទៅទស្សនាវីដេអូរបស់ខ្ញុំពីដើមមកបានហើយចំពោះបងប្អូនដែលមិនទាន់បាន Subscribe បងប្អូនអាចចូលទៅ Subscribe ម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗបាទតែឥឡូវខ្ញុំយកជាប្រភេទ line អូខេដល់ពេលមកត្រង់ចំណុចនេះត្រង់ចំណុចគឺ offset មានន័យថាឧទាហរណ៍ថាខ្ញុំ offset ពីទឹកណាឧទាហរណ៍អញ្ចឹងខ្ញុំ offset ពីទឹកនៅត្រង់នេះឧទាហរណ៍ថាខ្ញុំគូនៅត្រង់នេះត្រង់ចំណុចខ្ញុំ point នេះឃើញទេអញ្ចឹងគឺ offset ចេញពីចំណុចហ្នឹងទៅគឺពីទឹកតែបើបងប្អូនយក slide នេះ00វិញណាសង00បងប្អូនគូសមិនបងប្អូនគូសត្រង់ហ្នឹងគឺនៅត្រង់ហ្នឹងឯណាតែខ្ញុំគូសមកអូខេខ្ញុំគូសចឹងមកបងប្អូនគូសមួយមកណាត្រង់នេះវាតអត់ចង់ឲ្យអូខេបងប្អូនគូសមួយចឹងមកអូខេដល់ត្រង់ចំណុចនេះអញ្ចឹងវាអត់តឃើញ load មាន slope របស់តបោយើងទេគឺអត់ត load ទេអញ្ចឹងដើម្បី load បានបងប្អូន select លើវាមក load មិន slope នឹងមិនមានន័យថាពេលដែលបងប្អូនអត់កំណត់ slope ថាទឹកត្រូវហូរទៅណានេះគឺពេលដែលយើង finish ឧទាហរណ៍ថាខ្ញុំ finish ឃើញទេពេលដែល finish ហើយដូច floor ហ្នឹងឃើញទេវាមិនមែនជាតបោទេអញ្ចឹងដើម្បីធ្វើតបោបានបងប្អូនត្រូវដាក់ slope បងប្អូនចង់ឲ្យទឹកហូរទៅណាបងប្អូនកំណត់ slope តាមបច្ចេកទេសសំណង់ civil ឬក៏ architecture ណាកាត់គីលឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំយកពាក្យថានេះត្រង់ចំណុចនេះណាអញ្ចឹងខ្ញុំយកពាក្យថា roof slope ខ្ញុំคลิกលើវាមួយហើយខាងក្រោមនេះមានន័យថាបងប្អូនចង់មានន័យថា offset from roof base ណាមានន័យថាចង់ offset ប្រមាណហើយខាងក្រោមនេះគឺ slope មានន័យថាបងប្អូនយកប្រមាណ degree ដើម្បីឲ្យទឹកហូរកុំឲ្យទឹកដក់អីចឹងណាបងប្អូនយកចោតពេកក៏អត់ស្អាតបងប្អូនយក slope ទាបពេកក៏ទឹកហូរអត់តអញ្ចឹងណាហ្នឹងតាមបច្ចេកទេស architect យើងត្រូវតែកាត់គីលឲ្យមែនតើត្រង់ចំណុចហ្នឹងណាអូខេពេលខ្ញុំ click ហើយខ្ញុំចុច finish អូខេចឹងមក view CD អូខេគឺបានបែបនេះឃើញអត់គឺបានបែបហ្នឹងហើយចឹងឧទាហរណ៍ថាខ្ញុំមកត្រង់នេះឃើញអត់ឃើញដបូលនេះកម្ពស់ជាង grid line ហ៎ចឹងឡើយនេះសំទោសនេះឡើយនេះឃើញអត់ចឹងឧទាហរណ៍ថាខ្ញុំចង់មក slope កុំឲ្យវាកម្ពស់ពេកចឹងឡើយនេះខ្ញុំយកឧទាហរណ៍ខ្ញុំយកតែ20 degree ទេខ្ញុំ enter ឃើញទេគឺទាបទេចឹងឧទាហរណ៍ថាខ្ញុំយកមកខ្ញុំយក25ហើយ enter ចឹងបងប្អូនត្រូវតែការគិលណាបងប្អូនត្រូវតែការគិលឃើញនេះគឺ25ចឹងអត់ស្អាតទេចឹងខ្ញុំយកឧទាហរណ៍ថាខ្ញុំយក30ដដែលឃើញទេហើយខ្ញុំសូមចិត្តខ្ញុំទាញចាំក្រោមបន្តិចតែត្រង់នេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនទេណាបងប្អូនគ្រាន់តែយកពីរបៀបគូសពីរបៀបអីបានហើយចំពោះការគិលសសរថ្នាំអីបងប្អូនត្រូវតែកាត់គិលមែនតែនចឹងទៅខ្ញុំទាញចាំមកក្រោមបន្តិចមកអូខេខ្ញុំថាយកប៉ុណ្ណេះអូខេចឹងបានប៉ុណ្ណឹងហើយណាចឹងវីដេអូយើងគឺមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយចំពោះបងប្អូនដែលមិនទាន់បាន subscribe បងអាច subscribe ម្នាក់មួយទៅអូខេអរគុណជំរាបលា